ចឹងចូលដល់ឆ្នាំ2026ខ្ញុំចង់សួរអ្នកទាំងអស់គ្នាថាមានអារម្មណ៍បែបម៉េចចំពោះខ្ញុំផ្ទាល់បន្ទាប់ពីចូលដល់26ភ្លាមខ្ញុំមានអារម្មណ៍ថាជីវិតខ្ញុំថ្មីអញ្ចឹងអ្វីដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាធ្វើគឺអ្នកត្រូវទទួលយកហើយដើម្បីធ្វើឲ្យជីវិតរីកចម្រើនខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាកំណត់លើគោលដៅធំជ្រុលយក9នេះគោលដៅធំជ្រុលលោកជ្រុលចង់បានជ្រុលអ្នកនឹងអត់បានអ្វីដែលអ្នករំពឹងខ្លាំងពេកអ្នកនឹងអត់ទទួលបានអ្វីដែលអ្នកប្រឡែងសบายអ្នកនឹងទទួលបានវិញចាអញ្ចឹងគីទី1គឺអ្វីដែលអ្នកត្រូវធ្វើនៅក្នុងយុគ9ហ្នឹងគឺយុគ9ទៀតហើយ2026ចាគឺឃ្លាធម្មពលចាស់ចេញសូមអ្នកទាំងអស់គ្នាកុំសល់អារម្មណ៍ចំហាយធម្មពលជីវិតឆ្នាំចាស់ទោះបីជីវិតឆ្នាំចាស់វាអាប់អួរខ្លាំងប៉ុណ្ណាសូមឲ្យអ្នក reset ដោយអីខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាផ្លាស់ប្ដូរអ្វីបន្តិចបន្តួចនៅក្នុងផ្ទះខ្ញុំតែងតែនិយាយអាចនឹងមានដាក់ដើមឈើកន្លែងកណាមួយដែលយើងមិនធ្លាប់ដាក់អាចនឹងមានការផ្លាស់ប្ដូរអីគេកម្រាលពុកថ្មីអាចនឹងមានការផ្លាស់ប្ដូរក្នុងបន្ទប់ទូតាំងអីផ្សេងអាចផ្លាស់ប្ដូរទិសដៅថ្មីឲ្យអ្នកទាំងអស់គ្នារើរបស់ចាស់ដែលលេងប្រើប្រាស់តោះនេះរបស់ចាស់ដែលយើងលេងប្រើប្រាស់ហើយរបស់ចាស់ដែលយើងគិតថាវាអស់ប្រយោជន៍ហើយរបស់ចាស់ដែលវាបាក់បែកវាអស់ធម៌ពលឃ្លាតាំងពីអីបបោកលុយបញ្ជីចាស់វិក័យប័ត្រចាស់ដែលបានមកហើយលុយចាយទៅអស់ហើយយូរហើយថ្លៃទឹកថ្លៃភ្លើងថ្លៃ invoice ផ្សេងតាមពិតគេប្រកាន់ណាបើប្រើកាបូបស្រូបលុយវិញគេអត់ឲ្យមានវិក័យប័ត្រនៅក្នុងកាបូបទេព្រោះវាជាបបភ្នូលមិនល្អវាជាសញ្ញាស្រូបទាញអត់ល្អថ្លៃទឹកថ្លៃភ្លើងថ្លៃស្អីហ្នឹងសិតតែរបស់ដែលមិនគួរមាននៅក្នុងកាបូបអញ្ចឹងឆ្នាំថ្មីនេះបងប្អូនខ្ញុំសូមឲ្យបងប្អូនធ្វើតែរឿងតូចតាចយ៉ាងហោចណាស់ចាក់បន្ទប់គេងថ្មីមានអ្វីចាស់ដែលវាមើលទៅស្ដុករៀបចំបាត់ថ្មីយ៉ាងហោចណាស់តិចតួចរើកាបូបដែលវាមានរបស់ចាស់ដែលជាចាគេហៅថាពីកាយប័ត្រអីហ្នឹងគឺ strict ខ្លាំងហ្មងទៅរើចោលបញ្ជីចាស់ដែលវាលេងជាប្រយោជន៍ហើយកុំទុកអីចាស់របស់ណាដែលវានេះបើអញ្ចឹងការដាក់តាំងនេះនោះអីយើងអាចបដូរផ្លាស់តម្លៃនិយាយទៅធម្មពលឆ្នាំថ្មីត្រូវការអីថ្មីអញ្ចឹងយើងដើរខ្លួនឲ្យសសរគឺត្រូវផ្លាស់ប្ដូរដូចគ្នាដើម្បីយើងទទួលអារម្មណ៍ថ្មីបើសិនតែយើងគ្រាន់តែនិយាយថាអូខ្ញុំទទួលអារម្មណ៍ថ្មីយើងនិយាយប្រូក្រាមយូរវាគង់តែបើសិនតែយើងងាកទៅឃើញបរិបត្តិដដែលអ្នកនៅក្នុង flow ដដែលសូម្បីតែបើកកាបូបលុយបើកមកយើងធ្លាប់តែឃើញអីអូនណែនកាបូបសិតតែវិក័យប័ត្រសិតតែ invoice ចាស់បើទៅឃើញបើទៅអារម្មណ៍តែបើយើងរើឲ្យស្រឡះមានអារម្មណ៍ថ្មីនេះគឺជាការ reset ធម្មពលចាស់ចោលអញ្ចឹងវាជារឿងតូចតាចតែយើងគិតថាអូយដូចគ្មានន័យ no វាមានន័យសម្រាប់ដួងចិត្តរបស់យើងវាមានន័យសម្រាប់អនុសម្បញ្ញៈរបស់យើងអញ្ចឹងយើងបិទធម្មពលចាស់នឹងចោលទៅចាដើម្បីបលេងកាលណាយើងបលេងអាចាស់បានទៅអាថ្មីវាចុះរបស់ចាស់មិនទៅថ្មីអត់មកទេតោះនេះរបស់ចាស់មិនទៅថ្មីអត់មកដោយឧបមាថាកាត់ចិត្តពីសង្សារចាស់អត់ដាច់សង្សារថ្មីក៏អត់មកដែរសង្សារថ្មីអត់មកទេព្រោះអត់ចិត្តអត់បានបើកទេដាក់ជាប់អាចាស់ហេតុអីគេទៅចោលខ្ញុំមិនល្អត្រង់ខ្ញុំខ្វះចន្លោះត្រង់ណាបានគេទៅចោលហេតុអីជីវិតខ្ញុំជួបរឿងមិនសមបំណងរឿងស្នេហាតែនៅពេលដែលយើងទៅចោលហើយសំណំហើយបាននៅជាមួយខ្ញុំមិនបានដែលមិនបានជាមួយខ្ញុំហើយគ្មានប៉ុនទេណាអ្នកឯងអត់មានសម្ពាធប៉ុនស្មើខ្ញុំទេគិតប៉ុណ្ណឹងពឹបមានមុខអ្នកថ្មីចូលមកល្អជាងអ្នកចាស់តោះនេះអារម្មណ៍ថ្មីមិនមកអារម្មណ៍ចាស់ក៏មិនបាត់បងអញ្ចឹងដែលយើងតែងតែនិយាយថាអាចាស់មិនទៅអាថ្មីមិនមកយល់ត្រង់ហ្នឹងឯងប្រៀបធៀបតែរឿងសង្សារទៅផ្លេចអតីតមិនបានបច្ចុប្បន្ននិងអនាគតថ្មីអត់មកទេមនុស្សយើងគឺបែបហ្នឹងយើងចង់បើកធម្មពលឆ្នាំថ្មីចាបើយើងមិនបិទធម្មពលឲ្យចាស់ឲ្យវាទៅអស់បណ្ដេញវាចេញអស់អាថ្មីចូលមករួចព្រោះ space របស់មនុស្សវាមានតែប៉ុណ្្នឹង space របស់យើងវាមានតែប៉ុណ្្នឹងចាវាមានតែប៉ុណ្្នឹងអញ្ចឹងវាអត់មកទេអញ្ចឹងអាធម្មពលដូចគ្នាធម្មពលមនុស្សមានពិតចាធម្មពលចាស់អត់លុបលាងដោយការយើងរៀន21ថ្ងៃដំបូងអញ្ចឹងយើងព្យាយាមលាងប្រឡែងអាចាស់ដោយសារអីធ្លាប់គិតអវិជ្ជមានយើងមកគិតវិជ្ជមានធ្លាប់គិតអត់ល្អយើងធ្លាប់អកតេយើងមកគិតមានកតេល្អយូរយើងលាងអាចាស់អស់ខ្លាចជាធម្មពលថ្មីចិត្តថ្មីការគិតថ្មីជាមនុស្សថ្មីដែលឃើញនៅពេលដែលយើងរៀនច្បាប់ស្រូបទាញដំបូងគេថាយើងផ្លាស់ប្ដូរខ្លាំងខ្លាចជាមនុស្សម្នាក់ទៀតធ្លាប់ឆេវឆាវធ្លាប់តែអារម្មណ៍ខឹងសម្បាលឿនធ្លាប់តែជាមនុស្សម្នាក់ដែលផ្លូវចិត្តមិនល្អប្រទេសហើយតែនៅពេលដែលយើងបដូរខ្លួនឯងដងតិចត្រឡប់មកខ្លាចជាមនុស្សម្នាក់ផ្សេងដែលយើងតែងតែថាច្បាប់ស្រូបទាញអាចផ្លាស់ប្ដូរខ្ញុំចាស់មិនទៅថ្មីមិនមកចាវាជារឿងពិតចាវាជារឿងពិតហើយអ្វីដែលសំខាន់ថាមកពលថ្មីចូលមកយើងនឹងមានរឿងរ៉ាវល្អថ្មីចូលមកក្នុងជីវិតហើយសម្រាប់ឆ្នាំថ្មីអ្វីដែលមិនចោលគឺខ្ញុំអានេះបន្ថែមពីឃារំកុំចោលក្នុងយុគ9ខ្ញុំបរៀនថាយើងមិនបាច់ទៅប្រឹងខ្លាំងពេកតែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាចាត់ទុកវាគឺជាកាតព្វកិច្ចបងប្អូនខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាបញ្ចូល master list កាតព្វកិច្ចរបស់អ្នកទាំងអស់គ្នាងើបមកត្រូវរួមយ៉ាងហោច5បទ
ការរំធ្វើឲ្យអ្នកទាំងអស់គ្នាមានអារម្មណ៍ស្ទុះស្ទាធ្វើឲ្យ energy បែបគេហៅថាenergy outside វាទាញលឿនខ្លាំងជាង inside តែយើងមិនមែនទៅបំបុកថារំហ្នឹងដើម្បីគោលដៅបានលុយរាប់រយលានរាប់លានរាប់អីមិនបាច់គិតទេយក8យើងធ្វើមកអស់ហើយតែយក9សុំបែបរំហ្នឹងរំបែបជាកតបកិច្ចរំដូចយើងដុសធ្មេញរំដូចយើងសមាធិរំដូចយើងងូតទឹកបានទេ